ទាំងអស់គ្នាជម្រាបសួរបងប្អូនទាំងអស់គ្នានៅក្នុង YouTube ទាំងអស់គ្នាចឹងថ្ងៃនេះខ្ញុំនឹងមកបង្ហាញទាក់ទងទៅនឹងក្បាច់ហើយនឹងមេគុណជាបន្តបន្ទាប់ទៀតសម្រាប់បងប្អូនទាំងអស់គ្នាដែលចង់សិក្សាដែលចង់រៀនដែលចង់ចេះដែលចង់ហាត់ជាមួយនឹងក្បាច់គុណហ្នឹងហើយបុកតោបុរាណខ្មែរយើងឬក៏ជាគេតំណែងពីដើមតាំងពីសម័យមហានគរមកក្បាច់គុណរបស់ខ្មែរយើងនេះសឹងថាបាត់បង់ហើយអញ្ចឹងវីដេអូនេះដែរខ្ញុំចែកម្លែកឬក៏ខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នានឹងយកទៅហាត់ទៅសម្រាប់បងប្អូនគាត់ជាអ្នកឆ្លាញ់គាត់មាននិស្ស័យហាត់ក៏ហាត់ទៅណាហើយខ្ញុំនឹងបញ្យល់ខ្ញុំនឹងបង្ហាញច្បាស់ទាក់ទងទៅនឹងក្បាច់នីមួយៗមេគុណនីមួយៗដែលបងប្អូនទាំងអស់គ្នាណាដែលគាត់ងើយឆ្ងល់ហើយអាច comment សួរបាននៅក្នុង YouTube អញ្ចឹងសូមបងប្អូនទាំងអស់គ្នាទស្សនាមើលដោយតទៅគឺផ្នែកទី1គឺខ្ញុំបង្ហាញទាក់ទងទៅនឹងហាត់ក្បាច់សិនក្បាច់ហនុមានតស្ពានចូលបងប្អូនអាចមើលបានក្បាច់ហនុមានតស្ពានថាមានរូបរាងបែបណាខ្ញុំអាចថាកណ្ដាលដៃនឹងបង្ហាញជូនបងប្អូនទាំងគ្នាដោយតទៅបាច់អត់តែតាក់ទងទៅនឹងក្បាច់កេងគឺយើងលាដើម្បីឲ្យកេងវាផុសបងណាដើម្បីឲ្យកេងវាផុសដើម្បីឲ្យកេងវាមុតអញ្ចឹងកាលណាដែលយើងកេងយកកេងអានេះទេកាលណាដែលយើងកេងយើងកេងអានេះយើងកេងយកមុខកេងយើងមិនហ្នឹងហនុមានតស្ពានតាក់ទងទៅនឹងក្បាច់កេងបងប្អូនអញ្ចឹងទៅគឺប្រើកេងតែមួយហ្នឹងបងប្អូនប្រើកេងតែមួយដើម្បីបុកនេះហនុមានតស្ពានបងប្អូនប្រើកេងតែមួយទេបុកបងប្អូនបុកហ្នឹងហើយវត្តមុខរួចហើយបុកពីក្រោយនេះវត្តហើយបុកពីក្រោយណាបងប្អូនណាហើយមានតុកែងត្រង់អញ្ចឹងណាអត់មានទេជើងហគេត្រូវតែមានពឹងជើងរហូតហ៎បងប្អូននេះគឺផ្នែកល្អប៉ុន្តែបើសិនជាយើងអត់ចេះប្រើជើងហឬក៏ចេះប្រើជើងតុបទេដូលបងប្អូនពេញអត់នេះក្បាច់ហនុមានតស្ពានអញ្ចឹងមួយទៀតមេគុណមកសៃបងប្អូនតោះបងប្អូនមើលទាំងអស់គ្នាដូចតែជាមួយនឹងក្បាច់ហនុមានតស្ពានតែនឹងគឺយើងប្រើកែងទាំងពីរនេះមេគុណមកសៃបងប្អូននេះយើងត្រូវមើលតាមកែងទៅមុខកែងបងប្អូនកែងយើងគឺស្មើអានេះខ្ញុំបញ្យល់ច្បាស់បងប្អូនបញ្យល់ច្បាស់មេគុណមកសៃបងប្អូនជាមេគុណមកសៃជាប្រភេទមេគុណទេបងប្អូនមិនមែនជាប្រភេទក្បាច់ទេអញ្ចឹងខ្ញុំបានអត្ថនក្តាប់ដេកមានតែប៉ុណ្្នឹងទេបងប្អូនចុងក្រោយសូមអរគុណសូមប្រពៃបាយអូខេ